ឃើញពណ៌ក្រហមបែបនេះតិចច្រឡំថាសម្លការីអីទៅបងប្អូនហើយត្រូវនឹងញ៉ាំជាមួយនឹងនំបញ្ចុកទៀតអីចឹងណាជំរាបសួរពុកម៉ែបងប្អូនចាសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំមានមុខបង្ហូបមួយមុខទៀតឲ្យបងប្អូនចាគឺសម្លម្ជូរខ្ទិះយកមកញ៉ាំជាមួយនឹងនំបញ្ចុកណាបងប្អូនហើយបើសិនជាចូលចិត្តជីនាងវងបែបនេះទៀតណាបងប្អូនចាដាក់ជីកាន់តែច្រើនគឺកាន់តែឈ្ងុយបង្កើនរសជាតិក្នុងសម្លយើងកាន់តែមានរសជាតិឈ្ងុយតែម្ដងបងប្អូនចាហើយសម្រាប់ខ្ញុំក៏ជាលើកទី1ដែរដែលខ្ញុំសម្លម្ជូរខ្ទិះហើយខ្ញុំយកមកញ៉ាំជាមួយនឹងនំបញ្ចុកមានអីបងប្អូនឆ្ងាញ់មួយយ៉ាងដែរតើហើយត្រូវនឹងមេឃកំពុងតែភ្លៀងទៀតមានអីបងប្អូនហើយចានំបញ្ចុក2ចានដឹងនៅណាណីហើយតែហើយបែបសម្លម្ជូរជូរហិលណាបងប្អូនបានមេឃភ្លៀងចេះទៀតបងប្អូនខ្ញុំនិយាយចឹងនំបញ្ចុក2ចានដឹងណាណីបងប្អូនបើចេះម្ទេសយើងដាក់ម្ទេសឲ្យរៀងហិលតិចទៅហើយសម្រាប់សម្លម្ជូរខ្ទិះនេះបងប្អូនចាខ្ញុំស្លបែបកូនកាត់គ្រឿងបែបវារៀងសាំញ៉ាំបន្តិចឯងបងប្អូនបើសិនជាយើងសម្លម្ជូរខ្ទិះធម្មតាដែលយើងអត់ដាក់បន្លែច្រើនគឺវាអត់មានប្របាអីទេព្រោះសម្លម្ជូរខ្ទិះភាគច្រើនគឺយើងដាក់តែជាមួយនឹងម្នាស់ជាមួយនឹងអីអញ្ចឹងណាបងប្អូនតែសម្រាប់សម្លម្ទេសកូនកាត់ខ្ញុំថ្ងៃហ្នឹងគឺគ្រឿងច្រើនបងប្អូនហើយសម្រាប់គ្រឿងផ្សំសម្លម្ជូរខ្ទិះរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំមានជាមួយនឹងម្នាស់បងប្អូនមានជាមួយនឹងកៅអៅឈូកហើយខ្ញុំមានបន្ថែមជាមួយនឹងផ្សិតដែរបងប្អូនដោយសារតែកូនខ្ញុំគាត់ចូលចិត្តញ៉ាំផ្សិតអញ្ចឹងគឺខ្ញុំដាក់ផ្សិតបន្ថែមតិចទៅដើម្បីគាត់ញ៉ាំបានកាន់តែច្រើនអញ្ចឹងណាបងប្អូនហើយខ្ញុំមានជាមួយនឹងត្រប់វែងត្រាប់វែងហើយគឺខ្ញុំមានជាមួយនឹងស្ពៃបូកគោយើងនឹងឯងបងប្អូនចាហើយសម្រាប់ផ្នែកសាច់គឺខ្ញុំមានជាមួយនឹងក្បាលត្រីឆ្អឹងជំនីជ្រូកយើងមានអំពិលទុំប្រហុកម្ទេសក្រហមគ្រឿងដែលកិនហើយណាបងប្អូនខ្ទិះដូងហើយនឹងសាតេតែម្ដងពេលដែលបានគ្រឿងសពគ្រប់ហើយបងប្អូនចាជាដំបូងគឺខ្ញុំចាប់ផ្ដើមចាក់ខ្ទិះដើមយើងហ្នឹងកូរវាទាល់តែខ្ទិះនឹងឡើងប្រេងណាបងប្អូនពេលដែលខ្ទិះដូងនឹងឡើងរឿងប្រេងបន្តិចហើយគឺខ្ញុំចាប់ផ្ដើមចាក់ម្ទេសក្រហមនេះគឺខ្ញុំដាក់មុនគេដើម្បីកូរវាយកពណ៌ឲ្យឡើងក្រហមឆ្អិនឆ្អៅដែលយើងស្លទៅមើលឃើញកាន់តែពណ៌ស្រស់ស្អាតណាបើនិយាយទៅសម្រាប់ម្ទេសក្រហមហ្នឹងគឺយើងកូរយកពណ៌ឲ្យក្រហមនឹងឯងបងប្អូនបន្ទាប់ពីដាក់ម្ទេសក្រហមហើយខ្ញុំចាប់ផ្ដើមដាក់ប្រហុកណាបងប្អូនប្រហុកដែលចិញ្ច្រាំហើយហ្នឹងកូរឲ្យឡើងឈ្ងុយខ្ញុំចាប់ផ្ដើមដាក់គ្រឿងចូលតែម្ដងបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់សាតេសម្រាប់សាតេនេះខ្ញុំដាក់ប្រហែលជា3ស្លាបព្រាបាយអីបងប្អូនព្រោះវែកខ្ញុំវារៀងធំដែរបើសិនជានេះខ្ញុំដាក់2វែកនឹងរៀងស្ទើបងប្អូនបន្ទាប់ពីកូរសាតេហើយរួចរាល់អស់គឺចាប់ផ្ដើមយកសាច់មកកូរសម្រាប់សាច់ជ្រូកគឺខ្ញុំដាក់មុនត្រីបងប្អូនហើយខ្ញុំកូរសាច់ជ្រូកនឹងឲ្យទាល់តែឆ្អិនមុនត្រីសិនណាបងប្អូនបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់គ្រឿងដាក់ប្រេងខ្យងទឹកត្រីចារ៉ូឌីជាមួយនឹងស្ករសអីតាមចំណង់ចំណូលចិត្តនិងតាមបេះដូងរបស់យើងអញ្ចឹងណាបងប្អូនចាពេលដែលសាច់នឹងឆ្អិនថា 70% អីចឹងហើយបងប្អូនហ្នឹងទើបខ្ញុំចាប់ផ្ដើមដាក់ក្បាលត្រីចូលពេលដែលដាក់ក្បាលត្រីចូលគឺខ្ញុំកូរបន្តិចមកដើម្បីឲ្យវាចូលជាតិជាមួយនឹងគ្រឿងនឹងសព្វហើយទើបខ្ញុំចាប់ផ្ដើមចាក់ជាមួយនឹងខ្ទិះចុងណាបងប្អូនសម្រាប់ខ្ទិះចុងហ្នឹងគឺខ្ញុំចាក់តែបន្តិចទេចាក់ហើយខ្ញុំទុកវាឲ្យទាល់តែពុះដែលយើងគិតថាក្បាលត្រីរបស់យើងឆ្អិនហើយអញ្ចឹងណាបងប្អូនពេលដែលក្បាលត្រីនឹងឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមដួសត្រីចេញពីព្រោះបើសិនជានៅគោដាក់ទឹកដាក់អីទៀតទៅខ្លាចក្បាលត្រីនឹងវាបែកអស់អញ្ចឹងណាបងប្អូនអញ្ចឹងទៅគឺខ្ញុំស្រង់ចេញសិនតែម្ដងអញ្ចឹងខ្ញុំទុកតែសាច់ទេបន្ទាប់មកខ្ញុំចាប់ផ្ដើមចាក់ខ្ទិះចុងហ្នឹងយកបរិមាណល្មមជាមួយនឹងទឹកដែលយើងត្រូវការថាយើងចង់បានទឹកសម្លប៉ុណ្ណាអញ្ចឹងណាបងប្អូនពេលដែលចាក់ទឹកនឹងហើយយើងរងាស់សាច់បន្តិចទៅឲ្យដឹងថាសាច់យើងពិតជាឆ្អិនហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើមដាក់ក្បាលត្រីចូលពេលដែលដាក់ក្បាលត្រីចូលហើយគឺខ្ញុំចាប់ផ្ដើមបង់បន្លែតែម្ដងសម្រាប់បន្លែគឺខ្ញុំបង់ចូលគ្នាតែម្ដងខ្ញុំទុកតែកៅអៅឈូកនៅក្រោយគេបងប្អូនព្រោះកៅអៅឈូកវារៀងឆាប់ផុយបើសិនជាយើងដាក់ចូលទៅជាមួយនឹងគេតែម្ដងគឺកៅអៅឈូកយើងអត់ស្រួយទេអញ្ចឹងខ្ញុំដាក់បន្លែផ្សេងចូលហើយពេលដែលបន្លែហ្នឹងរៀងផុយបន្តិចហើយគឺខ្ញុំចាប់ផ្ដើមដាក់កៅអៅឈូកជាមួយនឹងស្ពៃបូកគោចូលតែម្ដងបន្ទាប់មកគឺបង់ជីនាងវងយើងចូលនេះបងប្អូនហើយគឺរួចរាល់តែម្ដងសម្រាប់សម្លម្ជូរខ្ទិះខ្ញុំគឺរួចហើយបងប្អូនហើយសម្រាប់ស្លម្ជូរខ្ទិះនេះសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តណាស់ជាមួយជីវងនឹងបងប្អូនដាក់ទៅគឺបន្ថែមរសជាតិស្លយើងឲ្យកាន់តែឈ្ងុយតែម្ដងហើយនិយាយពីពណ៌វិញដូចខ្ញុំនិយាយចឹងបងប្អូនចាបើយើងដាក់ម្ទេសក្រហមនោះគឺធ្វើសម្លឲ្យសម្លយើងកាន់តែពណ៌ស្រស់ចាបន្ទាប់ពីសម្លឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមដួសនំបញ្ចុកដាក់ចានមកបងប្អូនចាដាក់ជីខ្ញុំដាក់ជីបន្ថែមទៀតដោយសារខ្ញុំចូលចិត្តជីអញ្ចឹងគឺខ្ញុំចាប់ផ្ដើមដួសស្លដាក់ចូលចានបែបនេះមកបងប្អូនគឺទំនងមែនតែនហើយសម្រាប់សម្លម្ជូរខ្ទិះយើងញ៉ាំជាមួយនឹងនំបញ្ចុកនេះបងប្អូនឆ្ងាញ់មួយយ៉ាងបើសិនជាបងប្អូនចូលចិត្តម្ទេសហើយយើងអាចប្រើម្ទេសហុយក៏បានប្រើម្ទេសដៃនាងចេះក៏បានដែរបងប្អូនតែសម្រាប់ម្ទេសខ្ញុំចូលចិត្តញ៉ាំតែខ្ញុំអត់ចូលចិត្តញ៉ាំម្ទេសជាមួយនឹងម្ទេសស្រស់ៗទេគឺខ្ញុំដាក់បង់ក្នុងសម្លឲ្យម្ទេសនឹងឆ្អិនបន្តិចណាបងប្អូនចាបងប្អូននេះសម្រាប់សម្លម្ជូរខ្ទិះគឺយើងយកមកញ៉ាំជាមួយនឹងនំបញ្ចុកបានហើយបើសិនជាយើងចូលចិត្តជាមួយនឹងជីនាងវងនេះទៀតយើងដាក់ថែមជាមួយនឹងជីនាងវងនេះតែម្ដងបងប្អូនគឺឆ្ងាញ់ណាស់សម្រាប់ខ្ញុំចូលចិត្តអានេះខ្ញុំដាក់ពីស្រស់ម្សៅអត់ដាក់ពីឆ្អិនម្សៅលេងដាក់ថែមទៀតខ្ញុំចូលចិត្តជីនាងវងនេះយើងញ៉ាំជាមួយនំបញ្ចុកបានណាហើយកុំភ្លេចឲ្យសោះម្ទេសសម្រាប់អ្នកចូលចិត្តម្ទេសអើយខ្មែរសុខសានហ្មងចាប់ទៅក៏មិនសូវជាស្ទាត់ជំនាញទេនេះ
ចាបើសិនជាបងប្អូនចូលចិត្តនឹងវីដេអូរបស់ខ្ញុំចាកុំភ្លេចចុច like និង share ជូនខ្ញុំម្នាក់មួយផងចាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អចាជួបគ្នានៅវីដេអូថ្មីជម្រាបលាបាយបាយ